គណៈថ្វាយបង្គំសម្ដេចខ្ញុំគណៈជាក្រុមចក្ខុ podcast ហើយឃើញសង្គ្រាមខ្មែរថៃចឹងទៅក៏នឹកឃើញតើពុទ្ធសាសនាបានបង្រៀនបរិស័ទបែបម៉េចអំពីចំនួនអំពីការសាមគ្គីគ្នាដោយសម្ដេចបានដឹងហើយថាខ្មែរយើងហាក់ដូចជាប្រេះឆាគ្នាខ្លះពីសម័យកាលប្រវត្តិសាស្ត្រតិចតួចចឹងសម្ដេចដល់ពេលចឹងទៅចង់ដឹងពីសម្ដេចតើពុទ្ធបានបង្រៀនបែបណាឲ្យខ្មែរយើងគាត់មានសាមគ្គីគ្នាស្រឡាញ់គ្នាស្រុកទេសកំពុងតែកើតចលាចលគេឈ្លានពានចឹងយើងគួរតែមានសាមគ្គីឲ្យកាន់តែខ្លាំងទៅបែបម៉េចចឹងចង់សុំអាវ៉ាតសម្ដេចដើម្បីបរៀនមកកាន់ពុទ្ធបរិស័ទក៏ដូចជាក្រុមពួកខ្ញុំគណៈបន្ថែមទៀតចឹងសម្ដេចគណៈសូមរតនានិមន្តចម្រើនពរអាត្មាសូមចម្រើនពរខាងក្រុមចក្ខុ podcast ព្រោះដែលបានមកសម្ភាសអាត្មាចង់ដឹងអំពីលក្ខណៈរបស់ពុទ្ធសាសនាក្នុងការបែកបាក់សាមគ្គីគ្នានឹងតើនឹងផ្ដល់ផលអ្វីឲ្យដល់អ្នកដែលឆ្លោះគ្នាហ្នឹងដែលអាត្មាសូមលើកនៅក្នុងពុទ្ធសាសនាដើម្បីមកជំរាបជូនដល់ក្រុមចក្ខុភាសាប្រពៃណីរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលត្រាស់ដឹងនៅលើលោកនេះអង្គណាដូចជាអង្គណាកាលណាមានភិក្ខុពីទិសទាំង4ចូលមកបងថ្វាយបង្គំកិលចំពោះព្រះអង្គជាពិសេសគឺនៅរដូវមុនចូលវស្សានឹងមួយតែងតែកាន់មកជួបហើយនឹងចេញវស្សាហើយតែងមកកាន់មកជួបដើម្បីនឹងគោរពនមស្ការសាកសួរព្រះសម្មាសម្ពុទ្ធអំពីធ្វើដែលខ្លួនមិនទាន់យល់ដឹងហ្នឹងហើយនមកស្ដាប់ឱវាទបន្ថែមដែលព្រះអង្គទ្រង់យល់ថាតើពួកភិក្ខុនេះគួរលើកឱវាទណាយកមកសម្ដែងទូលមានហ្នឹងនេះជាប្រពៃណីរបស់ពុទ្ធគ្រប់ព្រះអង្គទាំងអស់កាលណាពួកភិក្ខុពីទិសទាំង4ចូលមកដល់ហើយក៏ធ្វើសេចក្តីក្រាបថ្វាយបង្គំនមស្ការចំពោះព្រះសម្មាសម្ពុទ្ធហើយក៏ពោលពាក្យដែលគួរនឹកគួររលឹកចំពោះព្រះមានពភាសួរអំពីព្រះកាយពលព្រះអង្គនឹងមិនមានជារាពាធជំងឺរោគីអីទេព្រះអង្គទ្រង់ក្រោកឡើងដោយរហ័សឬអង្គុយយ៉ាងរហ័សនឹងគង់នឹងទូពីកម្លាំងកាយនឹងដល់សួរចាប់សពគ្រប់ហើយក៏អង្គុយស្ងៀមចំពោះពភៈរបស់ព្រះសម្មាសម្ពុទ្ធដល់ភិក្ខុទាំងឡាយនឹងអង្គុយស្ងៀមហើយព្រះអង្គតែងតែសួរនៅសំណួរ4យ៉ាងទៅកាន់ពួកភិក្ខុសំណួរទី1សួរតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយល្មមអត់ត្រឹមបានទេសួរត្រឹមបានទេហើយទី1ទី2សួរតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយអាចប្រព្រឹត្តទៅបានទេសំណួរទី3សួរតមនាលភិក្ខុទាំងឡាយក្នុងក្រុមរបស់អ្នកទាំងឡាយនឹងមានការរួបរួមព្រមព្រៀងគ្នាល្អទេដែលយើងតែនិយាយថាសាមគ្គីជាភាសាបាលីបើខ្មែរយើងថាព្រមព្រៀងគ្នាហ្នឹងព្រមព្រៀងគ្នាល្អទេសំណួរទី4ព្រះអង្គសួរតមនាលភិក្ខុទាំងឡាយទីកន្លែងអ្នកទាំងឡាយស្នាក់នៅនឹងតើមានអាហារបិណ្ឌបាតអីនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេមិនលំបាកទេហើយសំណួរហ្នឹងបានពូភិក្ខុឆ្លើយនៅសំណួរទី1ថាបបិទ្ធព្រះដ៏មានពភាខ្ញុំព្រះអង្គលមមនឹងស៊ូត្រឹមបាននៅទុក្ខវេទនាដែលកើតនៅក្នុងខណ្ឌ5ហ្នឹងទុក្ខវេទនាដែលកើតហ្នឹងជំងឺរោគីអីហ្នឹងទី2ឆ្លើយថាបបិទ្ធព្រះមានពភាធ្វើវិន័យដែលព្រះអង្គសម្ដែងឲ្យយើងខ្ញុំអាចប្រព្រឹត្តទៅបានបដិបត្តិទៅបានមិនតាំងពេកធូរពេកទេសំណួរទី3ពួកភិក្ខុថាមនាលព្រះដ៏មានពភាយើងខ្ញុំព្រះអង្គក្រុមរបស់យើងខ្ញុំព្រះអង្គនេះមានការព្រមព្រៀងគ្នាល្អណាស់គឺសាមគ្គីគ្នាមិនដែលមានទំនាស់ទើសទេអីគ្នាទេមិនដែលមានសម្លក់សម្លឹងអីគ្នាគំនុំគុំគួនអីគ្នាមិនដែលមានទេសូម្បីក្នុងចំណោម
ភិក្ខុទាំងអស់ក្នុងក្រុមខ្ញុំព្រះអង្គនេះទោះបីមានភិក្ខុណាមួយមានជំងឺអាពាហ៍អីភិក្ខុដទៃដែលមិនឈឺហ្នឹងក៏មិនបាំងដៃមើលឈោមមើលទេនាំគ្នាសស្រាក់សស្រាំជួយព្យាបាលជំងឺនោះនិយាយពីការព្រមព្រៀងហើយទី2វេលាព្រឹកឡើងទៅបិណ្ឌបាតភិក្ខុណាដែលទៅផ្លូវជាតិលោកត្រឡប់មកកាន់លំនៅនឹងបានមុនគេមកដល់លោកក្រាលកម្រាលអាសនៈគង់ឆាន់នឹងតម្កល់ទឹកឆាន់នឹងគ្រប់កន្លែងអស់ក្រាលអាសនៈរងចាំភិក្ខុដែលលោកទៅបិណ្ឌផ្លូវឆ្ងាយហ្នឹងដល់ភិក្ខុដែលទៅបិណ្ឌផ្លូវឆ្ងាយលោកត្រឡប់មកដល់ហើយក៏ព្រមព្រៀងអ្នកឆាន់ជុំអ្នកទាំងអស់នេះអត់មានបែកគ្នាទេអានេះការព្រមព្រៀងណាបើតែឆាន់តាមពេលទៅការឆាន់តែបែករលែកពីគ្នាហើយច្រើនតែមានបញ្ហាសប្តាហ៍ថ្ងៃដោយមានវត្តខ្លះទេមានក្រុមនេះក្រុមនោះអីចំនួននេះពេញវត្តហើយស្រាប់ពីកូននោះមានលោកព្រមព្រៀងធ្វើផាត់កិច្ចឆាន់នោះជាមួយគ្នាដែលឆាន់រួចហើយក៏មានការធ្វើរៀងខ្លួនពីកូនណាយកភាជណៈនឹងទៅលៀងហើយភិក្ខុណាដែលក្រាលសាកន្ទេលក្រាលអីក៏រៀបមានការគ្រប់គ្នាទាំងអស់មិនឈោមមើលនេះតែមិនមើលបំណាំនេះទេនេះនិយាយពីការព្រមព្រៀងហ្នឹងហើយសម្រាប់កន្លែងខ្ញុំព្រះអង្គហ្នឹងដែលគង់នៅឆ្លើយសំណួរទី4នឹងមានអាហារបិណ្ឌបាតល្មមនឹងចិញ្ចឹមជីវិតបាននឹងមិនក្រពេកទេនៅបានល្មមចឹងព្រោះលោកសួរទី4អាហារបិណ្ឌបាតព្រោះនោះបញ្ហាធំសម្រាប់អ្នកបួសហ្នឹងណាលោកសួរប៉ុន្តែក្នុងសំណួរ4យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធនេះអាត្មាចាប់ចំណុចត្រង់ដែលលោកសួរថាការព្រមព្រៀងនេះហ្នឹងពីព្រោះកាលណាបើពុភិក្ខុក្នុងក្រុមណាមួយដែលមិនមានការព្រមព្រៀងនៃសេចក្តីអន្តរាយនឹងកើតដល់ក្រុមហ្នឹងពីកើតមិនមែនអន្តរាយតែភាគីណាទេភាគីទាំងពីរក៏អន្តរាយទាំងពីរធៀបដូចត្បាល់កិនស្រូវកិនម្សៅវាមិនមែនរិចតែលើអាក្រោមអត់រិចទេវារិចទាំងលើទាំងក្រោមនេះវាអន្តរាយយករិចទៅវិញនេះបានព្រះអង្គប្រយ័ត្នណានេះសំណួរប្រពៃណីរបស់ព្រះពុទ្ធសួរភិក្ខុពីទិសទាំង4កាត់មករោគលោកហ្នឹងព្រះអង្គយល់ការចំនួនធ្លាស់តែងបាក់បែកនេះធ្វើឲ្យសង្គមរបស់មនុស្សនោះអន្តរាយបាទអាត្មាលើកអំពីចំនួនរបស់ពួកភិក្ខុនៅក្រុងកោសំពីហ្នឹងជាតួយ៉ាងភិក្ខុនៅក្រុងកោសំភីនេះមួយក្រុមជាធម្មកថាមួយក្រុមជាវិន័យធម៌លើកទោសគ្នាលើកអាបត្តិគ្នាត្រឹមតែបំពង់ទឹកក្នុងវជ្ជកុណ្ឌហ្នឹងដែលទៅបន្ទោបងឲ្យលៀងជំរះលមកឲ្យចាក់ទឹកអត់អស់នោះវាសល់នៅបំពង់ហ្នឹងក្នុងវិន័យឲ្យចាក់ឲ្យអស់បើដល់ភិក្ខុតែមកទៅលោកចាក់ទៅវាសល់បានបំពង់តែនៅឯពួកវិន័យធម៌គេលើកទោសកើតចំនួនច្រកកែកនេះវាអាស្មិម្នេះរៀងខ្លួនពួកទាំងក្រុមឲ្យមានអាណាអន់ទេពួកធម្មកថាគឺសំអាងថាធម្មកថាជាអ្នកមានសម្ដីវោហាចេះចាំមេត្តាធ្វើអីហ្នឹងហើយពួកវិន័យធម៌ក៏ចាំខាងវិន័យហ្នឹងប្រគួតគ្នាមានហ្វេនរៀងខ្លួនរៀងខ្លួនបងប៉ុន្តែចំនួននេះអាត្មានិយាយដូចត្រៀងមានមួយក្រុមទៀតឆ្លោះគ្នាចាដែលមានវិន័យធម៌លោកកាន់ដល់កាត់ទៅថាតើធម្មកថានិងវិន័យធម៌នេះណាមានគុណដល់ប្រសើរជាងអានឹងលោកនិយាយចឹងនិយាយពីភិក្ខុនេះនិយាយពីភិក្ខុនេះបដិបត្តិនឹងនេះពោសោតហ្នឹងដល់វិន័យធម៌លោកបដិបត្តិថាទោះបីយ៉ាងណាក៏ពួកពោសោតអ្នកក្លៀងធឿននៅតែមានគុណប្រសើរជាងអ្នកបដិបត្តិព្រោះអ្នកបដិបត្តិអាស្រ័យលើបរិយ័តបើមិនបានរៀនបរិយ័តទេអត់បានបដិបត្តិបានសម្រាប់ទេថាអ្នកដែលចេះបរិយ័តនៅតែប្រសើរជាងនេះ ហើយត្រឡប់មកនិយាយពី
វិន័យធម៌ធម្មកថាអាស្មិម្នាក់រៀងខ្លួនអត់ទន្លាក់តែឆ្លោះគ្នារហូតដល់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូខិតនិយាយបញ្យល់លើកធ្វើលើកវិន័យមកបញ្យល់ក៏មិនទន្លាក់ថាអាស្មិម្នាក់វាខ្លាំងដល់ឈប់គោរពព្រះជាគ្រូឯងដែរមកមិនស្ដាប់ហើយតែចុះពុទ្ធលោកអស់មកធ្យោបាយនឹងធ្វើម៉េចលោកគាត់ថាអញ្ចឹងមានតែចេញចាកពួកក្រុមពួកភិក្ខុនេះពីកសម្ភីទៅឲ្យឆ្លោះនេះទៅអង្គថាឲ្យអ្នកស្រុកគេបង្អត់បាយទៅលេងទៅរួចទៅជិះបានលោកក៏ធ្វើដំណើរចេញពីកសម្ភីទៅនៅគង់ក្នុងព្រៃប៉ាលីឡៃហ្នឹងដែលទៅជួបនឹងតម្រៃខ្លាហ្នឹងបងលោកទៅសម្រាប់ក្នុងមរយៈទៅបានគង់អានិមន្តហួសទៅឯក្រុងអវជិតពន្ធអញ្ចឹងពួកភិក្ខុទាំងពីរនៅក្នុងក្រុងសម្ភីហ្នឹងតែអ្នកស្រុកគេដឹងថាព្រះសម្មាសម្ពុទ្ធលោកអប់រំបញ្យល់ល្មិចក៏មិនស្ដាប់ដែររហូតដល់ព្រះអង្គភីព្រះអង្គគេចេញទៅដល់ព្រះពុទ្ធលោកគេចេញទៅអ្នកស្រុកគេអស់ជ្រះថ្លាដល់ពេលព្រោះគេដឹងរឿងហេតុរបស់ភិក្ខុឆ្លោះគ្នាព្រះពុទ្ធលោកខណ្ឌមិនស្ដាប់ហើយលែងគោរពអញ្ចឹងគេបង្អត់បាយទៅបិណ្ឌបាតផ្ទះណាក៏គេមិនអោយរហូតដល់គេបិទទ្វារផ្ទះគេស្រាទ្វារផ្ទះមកឲ្យចូលទេបងអញ្ចឹងអស់មកធ្យោបាយអ្នកណាតែមួយថ្ងៃហ្នឹងវាល្វើយតែបងគេមិនអោយតែមួយថ្ងៃល្វើយតន់ដៃតន់ជើងហើយបងដល់2 3ថ្ងៃទៅមានធ្វើអីកើតវាលមូលបកាស្រេកឃ្លានព្រោះសេចក្តីស្រេកឃ្លានហ្នឹងពុទ្ធលោកថាជារោគធំណាសម្រាប់មនុស្សនៅសំដែងតែជីកិច្ឆាបរមារោគីសេចក្តីស្រេកឃ្លានជារោគយ៉ាងធំបំផុតណាហើយយើងថាតែរោគអេដរោគមហារីករោគរបេងអីរោគខ្លាំងរោគធ្ងន់ដែលពុទ្ធលោកអត់ថាធ្ងន់ទេតែធ្ងន់គឺសេចក្តីស្រេកឃ្លាននេះស្រេករោគថាយ៉ាងធំព្រោះនឹងតែអត់បាយហើយតែមួយអាទិត្យ 4-10 ថ្ងៃងាប់ហើយហើយអារោគអេដមហារីវាឲ្យយូរកាន់ខែត្រឹមស្លាប់មកយល់តែយើងមានតែអ្នកណាគិតថាសេចក្តីស្រេកឃ្លានជារោគក៏យើងប្រើពាក្យថាស្រេកឃ្លានជានោះទៅហើយអត់យល់បងចា៎រោគស្រេកឃ្លាននេះតែស្រេកឃ្លានហ្នឹងមិននៅស្ងៀមទេរោគអេដរោគរបេងមហារីកឈឺឲ្យដេកផ្ទៃលើក្រែធ្ងោដែរតែរោគឃ្លាននេះតែកើតហើយអត់ទៅលវឹករសឹបអត់ស្ងៀមដើររុកគួនអ្នកស្រុកលួចនេះលួចនោះគេយកមកអាស្រ័យបរិភោគអូកើតកង្វល់ទាំងភូមិនេះឲ្យអ្នកភូមិគេកើតទុកដោយសារយើងទេណាអានេះសំជារោគនោះខ្លាំងណាស់បងតែអញ្ចឹងពួកភិក្ខុមានអីឆ្នាំងបាយនៅឯផ្ទះអ្នកស្រុកហ្នឹងនៅអត់ធីទន់ដៃទន់ជើងនឹកឃើញកំហុសរបស់ខ្លួនអាហ្នឹងដល់កើតអារោគហ្នឹងអាស្មិម្នាក់ធ្លាក់ខ្លួនឯងមិនចាំគិតឃើញតោនេះមកពីអាស្មិម្នាក់រឹងត្អឹងសំបីព្រះសម្មាសម្ពុទ្ធជាគ្រូក៏មិនស្ដាប់លោកផ្សះផ្សាបញ្យល់ល្មិចឃើញទោសកំហុសរបស់ខ្លួនហើយក៏កាត់ទៅរកគ្នាហើយណាមានចាំបាក់ណាស់ហៅពីព្រោះកាត់ទៅរកគ្នាព្រោះអត់បាយទាំងពីរខាងហ្នឹងឯងទៅឃើញទោសកំហុសរបស់ខ្លួនទៅក៏ជាគ្នាសំកម្មាទោសគ្នាទៅក៏ជានេះគ្នាទៅហើយជារួចហើយនេះគឺនាំគ្នាធ្វើដំណើរទៅកាន់វត្តចិត្តពន្ធនៅដែលព្រះអង្គគង់នៅហ្នឹងតែអញ្ចឹងព្រះអង្គទ្រង់ជ្រាបតែភិក្ខុទាំងពីរពួកហ្នឹងនឹងកាត់មករកព្រះអង្គឥឡូវហើយមកដល់ហើយត្រង់ញឹមទៅព្រះអនន្តពុទ្ធឧបដ្ឋៈណាឃើញព្រះអង្គញឹមក៏សួរថាព្រះដ៏មានពភៈត្រង់ញឹមដែលមានហេតុអីបាទព្រះពុទ្ធថានៅភិក្ខុនៅកសម្ពីណាឥឡូវដឹងខ្លួនខុសแล้วត្រូវគ្នាហើយលំអត់លំអន់ហើយនឹងមកកាន់តថាគតឥឡូវនេះឲ្យអានន្តចេញទៅទទួលលេមកណាអានន្តទៅទទួលដំណើរពុភិក្ខុបងទៅសាកសួររតិទៅអានន្តក៏នាំភិក្ខុទាំងពីរនឹងចូលមកកាន់សំណាក់ព្រះសម្មាសម្ពុទ្ធហ្នឹង
បានព្រះអង្គមកដល់ក៏លំអត់លំអន់ក៏មកទោសចំពោះព្រះពុទ្ធជាបរមគ្រូនឹងសូមឲ្យព្រះអង្គអភ័យទោសានុទោសផងដោយអំណាចដែលខ្លួនជាមនុស្សខ្លៅមិនយល់ប្រហែលវាអស្មិម្នេះពេញខ្លួនបានព្រះអង្គក៏ទ្រង់សម្ដែងធ្វើអទូលមានទៅឲ្យទម្លាក់អស្មិម្នេះនឹងចោលទៅនេះទោសនៃការឆ្លោះគ្នាហ្នឹងវាឲ្យអន្តរាយទាំងពីរខាងដូចការដែលអ្នកស្រុកគេមិនអត់គេមិនឲ្យបាយគេមិនមែនឲ្យតែមួយខាងទេណាគេមិនឲ្យទាំងពីរឆ្នាំងបាយប្រសងនៅផ្ទះអ្នកស្រុកព្រោះឯងមានណាមានកជើព្រៃណាអត់បាយទីរបាយជីវិតខ្លួននៅតំបូលផ្ទះអ្នកស្រុកគ្រប់តែគ្នាណាឆ្នាំងបាយហ្នឹងតែអ្នកស្រុកគេបង្អត់ឲ្យអស់ឲ្យព្រះអង្គវិធីទៅតើនឹងដែលព្រះអង្គសម្ដែងមកដល់ប្រសក់នឹងអ្នកបួសនឹងថាសបបជិនអ្នកបួសត្រូវតែអាស្រ័យគ្នាទៅវិញទៅមកឲ្យចិត្តស្រិតព្រមព្រៀងនេះដែរបានអាចប្រព្រឹត្តទៅបានលោកបញ្យល់ថាពួកបបជិតនឹងបានទទួលចៃវរអាហារបិណ្ឌបាតសេនាសនៈគិលានភេសជ្ជៈដែលជាគ្រឿងធ្វើឲ្យវិនិច្ឆ័យអន្តរាយហ្នឹងតែហៅបច្ច័យ4ហ្នឹងពោបំបត្តិអន្តរាយធ្វើសេចក្តីស្រីសួស្តីនៃជីវិតឲ្យកើតឡើងបានប្រព្រឹត្តដោយសារបច្ច័យ4ហ្នឹងគឺបានអំពីអ្នកស្រុកទេគេឲ្យយើងហ្នឹងបានថាអានេះវាផ្ដល់គុណទៅវិញទៅមកបានលោកថាបែកគ្នាមិនបានទេតែបែកគ្នាត្រូវអន្តរាយហើយហើយសម្រាប់អ្នកស្រុកក៏អន្តរាយដែរបើបែកចេញពីពួកព្រះសង្ឃទៅហើយលែងបានស្ដាប់ធើទទួលធើបើយើងអត់បានរៀនមិនចេះបានចេះដឹងទេបើខ្សែគប់ព្រះសង្ឃនោះសំដែងធើប្រាប់ទៅគោរពបដិបត្តិតាមអវាទរបស់លោកទៅបើយកទៅបដិបត្តិនឹងបានសម្រេចសេចក្តីសុខចម្រើននឹងហើយចុងក្រោយនឹងបានទៅរីករាយក្នុងឋានសួគ៌បានដោយសារស្ដាប់ធើព្រះអង្គអព្រះសង្ឃភាគីទាំងពីរផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកអញ្ចឹងនេះនិយាយពីការបែកបាក់សាមគ្គីណាពេលដូចបច្ចុប្បន្ននេះខ្មែរយើងទូទាំងប្រទេសនេះត្រូវទទួលសេចក្តីទុក្ខលំបាកពីសៀមដែលជាអ្នកឆ្លៀនពៀនចង់បានទឹកដីរបស់ផងយើងហ្នឹងវិសៀមហ្នឹងវានិយាយពាក្យត្រឡប់តលែនគ្មានសច្ចៈធ្វើទេតែវាបាញ់យើងមុនបើថាយើងបាញ់វាតាមពិតសេចក្តីសច្ចៈគឺវាបាញ់យើងមុនទេព្រោះវាមករកគួនយើងទេតែដល់វានិយាយថាយើងបាញ់វាមុនអត់មានសច្ចៈអត់ទាំងណាក៏លោកសម្ដែងដែលថាយើងទៅធ្វើសន្តិភាពជាមួយនឹងបុគ្គលដែលមិនមានសច្ចៈសន្តិភាពมันអាចកើតដល់យើងបានទេតែធ្វើសន្តិភាពជាមួយមនុស្សដែលមានសច្ចៈបានសន្តិភាពកើតដល់យើងឥឡូវយើងកំពុងជួបប្រទះណាអាមនុស្សដែលអត់មានសច្ចៈហើយយើងទៅធ្វើសន្តិភាពជាមួយវាណាឥឡូវនេះវាស្ងប់ស្ងាត់ពីកិច្ចសន្យាថាប្រហែលថ្ងៃប្រហែលម៉ោងហ្នឹងបាទអាត្មានៅតែអត់ជឿកាលវេលាជាកាលឲ្យសម្រាប់ឲ្យវារៀបចំគ្រឹះរបងវាជីលេនឋានឲ្យមុំទៅទៀតឲ្យវាឈូសវាឆាយឲ្យវាមិនបាញ់បានវាធ្វើអញ្ចឹងអានេះអាត្មាគិតអញ្ចឹងវាមិនបាញ់បើធ្វើអញ្ចឹងបើមិនដឹងថ្ងៃណាវានឹងផ្ទុះអាវុធទេយើងមិនដឹងថាអត់ទុកចិត្តបានទេសម្រាប់មនុស្សដែលអត់មានសន្តិភាពហ្នឹងណាពេលមេស្ងាត់សូរកំភ្លើងបានឲ្យឱកាសវារៀបចំធ្វើនេះទៅនៅកំរឹងកន្លងពេលដីឈូសផ្លូវឈូសអីណាសពបែបយ៉ាងណាព្រោះនេះសន្តិភាពវាមិនអាចកើតបានយើងទៅនិយាយសុំសន្តិភាពជាមួយមនុស្សដែលអត់សច្ចៈធ្វើហើយសម្រាប់សៀមនិងខ្មែរយើងនេះបើសិនយើងនឹករលឹកដល់រឿងអតីតកាលគួរឲ្យយើងឈឺចាប់គ្រប់តែគ្នានេះពីអតីតកាលអាត្មានៅពីក្មេងមិញរៀនសាលាបឋមសិក្សាខេត្តសៀមរាបក្រុងថ្ងៃ10មករាពេលមុនសាលាបឋមសិក្សាទេរៀនពីឆ្នាំ50ផ្លាយ
រៀនប្រវត្តិសាស្ត្រភូមិសាស្ត្រទឹកដីកម្ពុជាយ៉ាងនេះឃើញទូលំទូលាយបំផុតទិសខាងលិចឃើញគេប្រាប់ថាទល់នឹងទន្លេសាឡូអង់បាទអាត្មាមិនដែលឃើញទេទន្លេសាឡូអង់បើក្នុងផែនទីគេដាក់ទន្លេសាឡូអង់ស្រុកភូមិនៅបច្ចុប្បន្ននេះទិសខាងលិចនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែត148គីឡូយើងជិះរថយន្តឡានទៅតែជាង2ម៉ោងទេដល់ហើយបើជិះយន្តហោះពីប៉ោយប៉ែតទៅទន្លេសាឡូអង់នោះជាង2ម៉ោងដែរយន្តហោះ2ម៉ោងយើងបើកឡាន2ម៉ោងខ្ញុំមើលនៅខាងជើងទល់នឹងស្រុកចិនព្រំបតលសប្តាហ៍នៅត្រឹមភ្នំដងរែកពីភ្នំដងរែកទៅស្រុកចិនក៏ជិះយន្តហោះជាង2ម៉ោងដែរវាតែឆ្ងាយដល់ប្រហែលគ្នាតើទឹកដីយើងបាត់បង់អស់ប៉ុណ្ណាហើយជនជាតិសៀមនេះប្រវត្តិសាស្ត្រវាគេជាតៃវានៅក្នុងទឹកដីខេត្តយូណានរបស់ចិនខេត្តយូណានក្នុងព្រំប្រទល់ខ្មែរយើងតើគ្នាខណ្ឌសីមាពួកនេះវារស់ស៊ីធ្វើចោលទាំងប្រុសទាំងស្រីចូលទៅប្លន់ប្រជាបរតចិនក្នុងខេត្តយូណានហ្នឹងបានទទួលសេចក្តីទុក្ខទោសលំបាកពីពួកក្រុមចោរជ័យដែនហ្នឹងនៅរដ្ឋាភិបាលខេត្តយូណានគេកំចាត់វាកុំឲ្យចូលទៅប្លន់ធ្វើទុក្ខដល់ប្រជាបរតហ្នឹងគេដេញចេញមកក៏វាអន្តោប្រវេសន៍វាធ្វើដំណើរចេញមកចូលមកទឹកដីខ្មែរចុះព្រំប្រទល់ខ្មែរហ្នឹងទោះចេញផុតពីព្រំសីមាចេញមកខ្មែរហើយវាមកនៅគ្រប់គ្រងប្រទេសរបស់យើងនេះគិតទៅអាត្មាឃើញគេប្រាប់ថា37ខេត្តបើខ្លះគេថា36ខេត្តប៉ុន្តែមិនអីទេទៅបោកខុសមួយខេត្តឬមួយខេត្តក៏មិនស្អីដែរហ្នឹងនេះមកជាប្រវត្តិខ្មែរក្នុងខេត្តគ្រប់អស់សត្វតែចេះភាសាខ្មែរគឺខ្មែរហ្នឹងឯងនៅលើទឹកដីមានសរិននគររាជនគររាជអីជាដើមហ្នឹងបងសត្វតែខ្មែរនិយាយភាសាខ្មែរទាំងអស់ឬដល់វាមកគ្រប់គ្រងតែមានណាក្នុងរើផ្ទះរើសម្បែងទៅក៏នៅជាមួយគេទៅយូរទៅគ្រប់គ្រងទៅគេទៅថាខ្មែរលើយើងនិយាយថាខ្មែរលើពួកសរិនពួកនគររាជកោកខណ្ឌឯងខ្មែរលើដល់អញ្ចឹងនៅតែមិនស្កប់ស្កល់ទៀតចង់មកយកទឹកដីយើងថែមទៀតឥឡូវនៅតែគេនិយាយថាខេត្តសៀមរាបខេត្តសរីសោភ័ណ្ឌវាជាខេត្តទីពីមុនឥឡូវរដ្ឋាភិបាលលោកបញ្ចូលទៅជាមួយខេត្តបាត់ដំបងពីមុនខេត្តមួយដែរប្រទេសមានជាសរីសោភ័ណ្ឌហើយនឹងបាត់ដំបងជាដែនដីរបស់សៀមនេះវាថាអញ្ចឹងបងនេះវាចង់បានណាសៀមរាបព្រមមានអង្គរវត្តអង្គរធំមកបានសៀមរាបទៅទៀតសេដ្ឋកិច្ចពីប្រាសាទនឹងចូលដល់ស្រុកវាបណ្ណាទៅយ៉ាងគិតមើលពូអ្នកទេសចរគេមកមួយឆ្នាំរាប់ម៉ឺនរាប់សែនហ្នឹងណាពួកឲ្យផលវាបើវាចង់បានណាវានៅទៅកើតដល់ទៅខេត្តកំពង់ធំដល់ទៅខេត្តមលូណាព្រះមលូអីមលូព្រៃហ្នឹងបងជាប់ទៅទៀតបងឬមានឈ្មោះតបសៀមញ៉ាតបសៀមក៏សៀមរបស់តបហ្នឹងបងមិនទៅខាងត្បូងនៅត្រឹមពោធិ៍សាត់វាគ្រប់គ្រងហ្នឹងតែបារាំងទេទៀមទាយកមកឲ្យវិញបានហ្នឹងតែខេត្តសៀមរាបអាត្មានេះក៏នៅក្រមអាណានិគមរបស់សៀមត្រួតត្រាពេញល្បាបងទើបបារាំងទេទៀមទាយកពីសៀមឲ្យមកបានវិញហ្នឹងនេះសម្រាប់ខេត្តសៀមរាបស្រីសោភ័ណ្ឌបាត់ដំបងហ្នឹងទាំងព្រះសង្ឃទាំងមន្ត្រីរាជការអីទាំងអស់ទទួលយកច្បាប់ធ្វើវិន័យអីអត់ដែលទទួលយកពីរដ្ឋបាលភ្នំពេញពីរាជរដ្ឋាភិបាលភ្នំពេញទេតែឡើងទៅទទួលពីសៀមទាំងអស់ពីខេត្តសៀមរាបទៅបង្កក់ទៅ400គីឡូទេ
ពីមុនតើកាលណាទៅត្រូវបរទេសគោឬជិះតម្រៃទៅមានរថយន្តទេណាអត់ទេទៅទទួលងារការអីហ្នឹងនេះខេត្តសៀមរាបនេះជាដូនជាតាអាត្មាចេះភាសាសៀមគ្រប់តែគ្នាបងមានលោកពុកលោកគ្រូសោតវត្តបូននេះឈ្មោះលោកគ្រូសោតសំលោកពុកលោកឈ្មោះហាសៀមគេតាំងជាស្មៀនត្រាគឺស្មៀនសម្រាប់កត់ត្រាហ្នឹងគេស្មៀនត្រានឹងសៀមគេតែងតាំងដែរបងនេះបារាយខាងលិចនេះគេតាំងតាខុនឆៃតាមិញមួយហ្នឹងជាអ្នកត្រួតត្រាបារាយខាងលិចតាខុនឆៃមិញខុនឆៃមិញកើតត្រួតត្រាមើលបារាយទឹកបារាយហ្នឹងកុំឲ្យមនុស្សទៅធ្វើអីលែដល់វាតាំងឲ្យគ្រប់ក្រុងបានវត្តស្វាយលមៀតនេះគេថាវត្តខុនឆៃមហាណូទីបារាយខុនឆៃមហាណូទីពីមុនមកហ្នឹងបងថ្ងៃនៅវត្តស្វាយលមៀតបងនេះនិយាយពីសៀមគ្រប់ក្រុងហ្នឹងបានតែរឿងនោះវាវែងឆ្ងាយណាបងប៉ុន្តែឥឡូវប៉ុណ្ណឹងនិយាយពីរឿងដែលវាសត្រូវស៊ីមករកគេកង្គៀនយកទឹកដីយើងរឿងសម្រាប់ខ្មែរយើងមានតែមួយយ៉ាងទេទោះបីជាមានបញ្ហាអីនឹងគ្នានេះបញ្ហានោះបញ្ហាហ្នឹងជាបពូអីក្នុងប្រទេសក៏គួរតែផ្អាកខានសិនបើយើងស្រឡាញ់ទឹកដីយើងព្រោះមានណាស្រឡាញ់យើងជាងខ្មែរយើងទេអត់មានណាស្រឡាញ់យើងជាងខ្មែរគ្នាដែរទេអានេះត្រូវយល់ចឹងកាលណាយើងឆ្លោះបែកបាក់គ្នាសត្រូវនឹងយកទឹកដីយើងបានដោយងាយជាងការយើងឆ្លោះគ្នានោះមកពីនយោបាយរបស់សត្រូវនោះឯងគេមកចាក់រុកនោះឲ្យយើងឆ្លោះគ្នាទៅអានេះមកនយោបាយគេដើម្បីយើងខ្សោយកម្លាំងឈប់រួបរวมសាមគ្គីគ្នាបានវិញមានច្បាប់ពីបុរាណដូនតាយើងលោកសំដែងថាចោព្រៃហ៊ានឯសាចោស្រោខ្មោចក្រៅលុយលុកខ្មោចក្នុងញ៉ាំងប្រទេសក្រៅមិនហ៊ានចូលមកច្បាំងបើមិនមានខ្មាំងក្បត់នៅក្នុងស្រុកអានេះសូមឲ្យសិក្សាមកឃ្លានឹងមើលឡើយណាតែចោព្រៃវាហ៊ានឯសាមានរនុកក្នុងគឺចោស្រោគេអាចុងខ្នោហ្នឹងណាស្គាល់ទេអាចុងខ្នោអាចោក្នុងនឹងវាឲ្យការទៅអាចោព្រៃវាមកយកការនៅផ្ទះអ្នកនឹងមានទ្រព្យសម្បត្តិចេះមាសប្រាក់នំមានបែបនេះវាឲ្យសញ្ញាទៅអព្រៃបើมันមានរនុកក្នុងវាអព្រៃអត់ហ៊ានចូលមកទេមិននឹងចូលមកយកអីណាទេបងអានេះវាដៅស្រេចចារកិច្ចអានេះវាមានភ្នាក់ងារខាងក្នុងដូចខ្មោចក្រៅហ៊ានខ្មោចព្រៃអាម៉ាខ្មោចក្រៅលុយលុកខ្មោចក្នុងញ៉ាំងខ្មោចក្រៅមកចូលមករុករៀនធ្វើឲ្យជំងឺកើតឲ្យយើងមកពីអាខ្មោចក្នុងញ៉ាំងខ្មោចក្នុងហ្នឹងខ្មែរយើងដែរមានអាជាមួយជួអារៈហ្នឹងណាមានមាត់អារៈហ្នឹងអានោះជួខ្មោចក្នុងគេថាវារសាយើងស្អីអីទៅវាបើកដៃអាខ្មោចក្រៅនឹងចូលមកវាចូលបើកបានអាខ្មោចក្រៅមកធ្វើយើងឲ្យឈឺគ្រុននេះចុកពោះប្រកាច់ប្រកែនទៅនេះបុរាណថារឿយអាប្រទេសក្រៅវាមិនហ៊ានចូលមកច្បាំងបើមិនមានខ្មាំងក្បត់នៅក្នុងស្រុកនោះអាខ្មាំងក្បត់ក្នុងស្រុកគឺណាគឺតែជាតិរបស់ផងយើងឲ្យវាមកទិញជាតិរបស់យើងឲ្យបំរើកិច្ចការងារហ្នឹងវាមិនងាយចូលមកបានទេអាហ្នឹងបុរាណលោកប្រាប់ដូនតាប្រាប់ហើយមួយទៀតលោកថាកុំទុកចិត្តបរទេសកុំទុកចិត្តអភិនិស្សកុំទុកចិត្តអភិប្រាយប្រើទុំរែងខ្ពស់រំពឹងឲ្យឆ្ងាយស្ដាប់ពាក្យបរិយាយបណ្ដាំមេជីនដោយច្បាប់បរិយាសម្ភារព្រះអង្គឌួងលោកនេះពន់បរទេសគឺជាតិផ្សេងពីយើងអត់ស្គាល់ឲ្យដោយសៀមណាបរទេសឆ្លោះយើងកុំទៅទុកចិត្តវាឆ្លាតតែវាមកជាភ្នាក់ងារចាកិច្ចគេរោមមនុស្សដែលឆ្លះវាងវិញមក
មកធ្វើយកប្រជាប្រិយភាពនឹងយើងទំនាក់ទំយើងទៅយើងស្រឡាញ់ណាបើតាមពិតគេជាសត្រូវយើងចារកិច្ចបានគេថាកុំអោយទុកចិត្តបរទេសបើខ្មែរយើងឆាប់ណានឹងឆាប់ភ្លេចណាហ្នឹងប្រយ័ត្នបងនេះកុំទុកចិត្តអភិនេសក្រមភាសាសំស្ក្រឹតបានន័យថាអ្នកបួសក្នុងពុទ្ធសាសនាក្តីអ្នកបួសក្នុងសាសនាព្រាហ្មណ៍ជាតបោះអីសីក្តីតបោះសងៃណាអាត្មាហៅថាតបោកទេព្រោះវាមិនមែនបដិបត្តិធ្វើទៅតាមតបោះពីបុរាណណាបើបុរាណគេបដិបត្តិធ្វើគេនៅក្នុងព្រៃទុរគមគ្មានមនុស្សចេញចូលណាអានោះមិននិយាយតបោះគេត្រឹមត្រូវគេដូចពុបាទវេស្សន្តរយលុទៅនៅភ្នំគិរីបង្គន់មានណាគេថាគ្នា4នាក់ទេលួនលោកមួយនាងមេត្រីមួយកូន2ទៅនៅក្នុងព្រៃទូដែរមានណាទៅដល់កូនលេងជាមួយសត្វទៅលោកធ្វើសំណូនឲ្យទៅរូបគោរូបតម្រៃអីលេងទៅអញ្ចឹងគេថាបោះពីដើមគេទៅនៅក្នុងព្រៃដែលបានបរិភោគឯណាជូរប្រៃមកហូបអាហារមានអំបិលមានបោឯណាបរិភោគតែមើមជើផ្លែជើទេនេះតបោះមែនទេណាគេទៅចម្រើនឈានចម្រើនសមាធិនឹងនិយាយពីតបោះគេបួសត្រឹមត្រូវណាចម្រើនសមាធិគេញ៉ាំងចាត់គេឲ្យប្រព្រឹត្តក្នុងឈានទី1ទី2ទី3ទី4ទី5ទៅគេបំបែកទៅចម្រើនរិទ្ធសម្រាប់យើងពុទ្ធសាសនាអត់បានបំបែកមកចម្រើនវិបស្សនាវាខុសគ្នាទៅបែកគ្នាទៅហ្នឹងគេចម្រើនខាងរិទ្ធហ្នឹងគេហោះបានហើបានភ្នែកភ្លើងអីស័យភ្នែកភ្លើងហ្នឹងបណ្ដាលឲ្យឆេះទឹកឆេះព្រៃហ្នឹងអាហ្នឹងក៏មានប្រគេមែនណាមិនអត់ទេគេដើរទន្លុះភ្នំណាជាងគេដើរទន្លុះតែចេញទៅបានហ្នឹងគេនិមិត្តខ្លួនគេឲ្យឃើញរាប់រយទៅតាណានេះនោះក៏ឃើញរូបគេនោះគេបែងផ្លែងរិទ្ធគេអស់ហើបានដល់ឈានលោកវិយនឹងនិយាយពីតបោះគេត្រឹមត្រូវគេទៅគេហាត់តែស្ងៃគេថាយូហ្គាគេហាត់បើយើងហៅយោគីគេហាត់ពត់ប្រាណកាយសម្បត្តិគេណាហាត់ពត់ខ្លួនប្រាណពត់នៅក្នុងព្រៃមានអ្នកណាកាលណាឈឺគេហាត់យ៉ាងឯងពត់ខ្លួនពត់ប្រាអូយឺតស្អីវាជាសះស្បើយអាជំងឺហ្នឹងណានេះហាត់ហ្នឹងយ៉ាយូហ្គាយើងហៅយោគីវិធីគេហ្នឹងអាហ្នឹងចឹងវាតបោះស្ងៃមានដូចតបោះពីមុនហ្នឹងឯណាមកខ្លះស្រីសទៅសាក់ពេញតែខ្លួនសល់តែប្រឡងភ្នែកដាក់មកណាកងគេថាពេញខ្លួនបដិបទាវាខុសពីតបោះគេមែនតែននៅតែក្នុងស្រុកវាមានដែរស៊ីណាមើលជើផ្លែចិនណាស៊ីតែហុងខជ្រូកម៉ាន់អាំងអីខ្វាយបដិបទាខុសតែមិនបានបុរាណគេឲ្យទុកចិត្តពួកគាត់ចឹងសម្ដេចព្រោះអានោះវាបថុជន់តែយើងអញ្ចឹងណាវាបោកយើងនឹងមកខ្លែងខ្លួនធ្វើជាអ្នកប្រព្រឹត្តធ្វើអីដែលបានសតបោះស្ងៃវាប្រះចាកបដិបទាពីតបោះពីបុរាណបាទអាត្មាថាតបោកហ្នឹងមែនទេមករៀនមន្តអាគុំគេថាស្នេហ៍ស្នូកអីដាក់ស្នេហ៍បំបែកប្រពន្ធគេចាអាហ្នឹងតបោកมันបដិបត្តិធ្វើវាមិនត្រឹមត្រូវទៅតាមតបោះគេមែនទេអាត្មាថាប្រយ័ត្នមិនចាំដោយសម្ងៃនេះនិយាយទៅវាបែកដោយនិយាយពីបារមីសាច់ចាំងបាំងបាត់អីហ្នឹងកាលពីសម័យខ្មែរក្រហមអាត្មាឆ្លងកាត់សម័យខ្មែរក្រហមមនុស្សគ្រប់តែគ្នាខ្មែរក្រហមសម្លាប់អស់រាប់លានធ្វើតែរណកម្មបង្អត់បាយនេះរងក្បាលជង្គង់ធំជាងភ្លៅប្រម៉ែងអស់រស់វាសួរតែណាមួយមិនបានស្រន់រោសចាំងបារមីពេលហ្នឹងណាតែបានមិនហ៊ានបានថ្ងៃទេខ្មែរក្រហមមករករឿងថាអបិយជំនឿបែរហមថាអបិយជំនឿយ៉ាងមកយើងអ្នកនៅជឿយប់ឡើងក៏បានស្រន់លើកដៃសម្បូររងគ្រប់តែគ្នាសាច់ចាំងបារមីបាំងបាត់ជួយស្រោចស្រង់យកជឿបាននៅស្ងាត់តែឈឹងដែលឃើញអាណាមកទេ
Nó thế nào mà để phụ nó phải khai cái mai có hòm đấy còn nó smart chân mà. Bà rồi mấy lại mai có không? Smart chân nó cái tệ bảo. Ở sau tháng dương ban chân rồi bị cái mai có hòm mình dây bị việc card à bà rồi mấy sai chẳng cướp thì dương mơ từ sau tháng mơ bằng họ đó nó mà bảo. Anh ấy mà bị nà chui dương aerosi trap sầm bát bán này trap sầm bát dương bán dương com aerosi chân môi cái mai có hòm miền ta luôn đấy. មានខោអាវអ្នកណាគេមានបញ្ញាគេរកទ្រព្យរកសម្បត្តិបានគ្រប់គ្នាទៅឥឡូវថាវាមកជួយរកអីបានទេយើងមើលមកយើងមានការណាប៉ុន្តែត្រូវការណាត្រូវការយ៉ាងណាបើត្រូវសម្បត្តិរកបានដល់ខ្លួនយើងទេទៅជឿអញ្ចឹងជំនឿហ្នឹងក៏ជាយុទ្ធសាស្ត្រនៃការបំបីបំបាក់ខ្មែរយើងហ្នឹងអញ្ចឹងបំបីបំបាក់យើងបានតាមែនអីយកអានោះមកសោកស៊ីឲ្យយើងជឿងប់ទៅលែងជឿអីលែងជឿកម្មផលតែជឿអាហ្នឹងឈប់ជឿកម្មផលហើយអានឹងវាសោកស៊ីក្នុងជំនឿว่าបំបែកយើងឲ្យតែមកក្រុមជឿនេះមកក្រុមជឿនោះពេលលើថាមួយអាសក្ខីភគវ័នហ្នឹងអានោះនិយាយកាន់តែធ្ងន់ទៅទៀតថាបៃដកមិនគ្រប់ទឹកមួយប្រសងនេះទំងន់បរិស័ទណាទៅឲ្យប្រស័ទបរិស័ទចេមណាចានិយាយបីក្រក់ទៅមើងងាយប្រពុតណាហ្នឹងអញ្ចឹងក៏បៃដកមិនគ្រប់ទឹកធ្ងន់ណាព្រោះយើងជឿថាបៃដកយើងនេះក្រុមទឹកបរិកជានិកាយថេរវាទគឺគោរពទៅតាមសង្កេយនីប្រកាសសំដែលសង្កេយនីដែលពុទ្ធប្រទាន3ខែណាអរហន្ត500ហ្នឹងគឺសុទ្ធតែចាំមើលឲ្យលោកយកមកសូត្របញ្ចូលគ្នាទៅរត់ផ្លូវមួយបានលោកកំណត់យកពេលហ្នឹងមានអ្នកណាសរសេរកត់ត្រាឲ្យលើស្លឹកឬអត់មានទេអត់ទៅសង្កេយនីទីប្រមាណទី5នៅលង្កាហើយបានឡើងលើសត្រាស្លឹករិនហ្នឹងមិនmuốnចាំអញ្ចឹងសម្ដេចក្រៅពីជំនឿក្រៅពីដាក់ចារកិច្ចចូលគេមានការបំបីបំបាក់ខ្មែរយើងបែបមិនចិត្តតែវាគ្រប់តែផ្នែកយើងជឿអីว่าបំបីបង្កើតអានឹងអញក្នុងនឹងអត់បងអានឹងមិនមែនក្នុងតបោស័យក្នុងស្អីហ្នឹងក៏តែមានវាបំបីយើងឲ្យកើតក្រុមណានឹងជឿបារមីជាអានឹងជឿពុទ្ធយូរឆ្លោះគ្នាតែគ្នាឯងណាហ្នឹងបង្កើតបើเราមានព្រះស្រីមានមនុស្សស្រីត្រាស់ដឹងជាពុទ្ធតែប៉ុណ្ណឹងអ្នកខេត្តកណាក្រសួងទៅហាម5ហើយយើងគិតមើលអាហ្នឹងឯងសត្រូវយូរទៅយើងឆ្លោះគ្នាអាជំនឿហ្នឹងវាកើតឆ្លោះគ្នាហ្នឹងអានេះបានតែប្រយ័ត្នខ្មាំងមកបង្កើតអាហ្នឹងជំនឿសោកនៅក្នុងសាសនាហ្នឹងអាហ្នឹងសូមអញ្ចឹងសូមឲ្យយល់បងបើសងៃច្រើនណាស់កើតច្រើនណាស់បងរឿងហ្នឹងវាដែលសក្ខីភគវ័នហ្នឹងមួយបើនិយាយថាប្រសងប៊ូនឹមតំងន់ដល់ជាបរិស័ទហ្នឹងគេចិញ្ចឹមធ្វើគេឲ្យមានលូតលាស់ទៅវាមិនកើតរវល់យកមកចិញ្ចឹមបីដកមិនគ្រប់ទឹកគាត់មើលបីដកមិនគ្រប់ទឹកមិនបើមិនគ្រប់ទឹកតើមិនមានផ្លូវដែលបដិទាទៅកាន់និព្វានបានក្នុងបីដកយើងគ្រប់ហើយសិលសមាធិបញ្ញាហ្នឹងបើអស់ត្រឹមមេគេទៅនិព្វានក៏តាំងគេទៅមិនតាមមិនគ្រប់ទឹកបើវាខ្វះផ្លូវហ្នឹងដូចជាផ្លូវតបោះហ្នឹងបានទៅវាមិនរួចដូចជាអឡារតបោឧតកតបោះហ្នឹងគេថាបានត្រឹមតែព្រំជឿនខ្ពស់បំផុតទៅនិព្វានអានេះបានយើងគួរថាមិនគ្រប់ទឹកបើយើងទៅនិព្វានបានអាហ្នឹងថាហ្នឹងវាពិបាកបំបីបំបាក់មិនយ៉ាងម៉េចទេបើរដ្ឋាភិបាលហើយនឹងក្រសួងចេះតែបណ្ដោយឲ្យពួកនោះវាកើតទៅប្រទេសផ្ដាស់ទៅច្រើនកើតរឿងកើតរ៉ាវអត់ចប់ទេបងឃើញក្រសួងគេរឹតបន្តឹងច្រើនបងเป็นមែនថាយើងពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែប្រជាប្រដ្ឋអាចជំនឿទៅលើអ្វីក៏បានជំនឿអ្វីក៏បានគេនិយាយពីសាសនាតែដូចនេះកាន់សាសនាព្រាហ្មណ៍កាន់សាសនាគ្រីស្ទានមូស្លីមបានបើអ្វីដែលវាកើតខុសពីអាគោលធំនេះមិនត្រូវឲ្យមានទេអានេះមិនចឹងនេះត្រូវឲ្យយល់ដែរហ្នឹងចុះសម្ដេចសុំមួយចំណុចទៀតសម្ដេចដូចជាតនសម័យជំរំសាយធូជំរំខាវដាកាលនោះមិនដែរសម្ដេចតែអានោះក៏មកតែនិយាយអាចារ្យនេះថាឡៅបងនិយាយនេះមិនទាន់ចប់ផងហ្នឹងបាទអានេះនិយាយពីរឿងថាកុំឲ្យទុកចិត្តអ្នកប៊ូហ្នឹងណាបាទទាំងតបោះអីស្អីទាំងអីទាំងអស់នោះឯងហើយ
กรมตุกจันอภิปรายคือมนุษย์ได้มาบริยายรีบเรื่องเรื่องปรับยังค่ะอภิปรายยัยปินโนหะเคราะห์ยายจ้ากรมอ้อยยังเชื่อแต่ยังเชื่อยังแต่เชี่ยสดาง่ายแต่เชี่ยมันซอเชื่อแต่สดับเปียเกเชื่อแต่สอบชมุนเกตามไปเกลอในบ้านลือเกณฑ์ยัยปินนะเรายังตัวศึกษาปีมนุษย์สันตามพุทธศาสนามันอ้อยเชื่อแต่ลือเชื่อใจไอ้สมัยเยอะป้าตาหนึ่งไอ้ตะกี้มันเยอะไอ้ก็เชื่อสอบตามกี้นะบอกเชื่อแต่ว่าอย่างมันตาหนึ่งประหยัดอภิปรายรีบเริ่มหนึ่งเพื่อไอ้ใบบักเนี่ยตัวสตราวหนึ่งน้องตัวมากรมที่ตัวบอกชราดใบชราดอย่างนะเนี่ยธรรมาซ้ำจำเรียมจังพอปีกาใบบักเนี่ยหนึ่งเรื่องไม่ยานตีดในยัยปีอภินิอภินิสกรรมเนี่ยก็สมัยแบบซีมนังภูมิอันนั้นวิชลกเนี่ยอันนั้นก็ยกเพศเนี่ยบัวมาเธอจาระกันจะมองภูมิจาระกันว่าภูมิคือมอเจประสังโจลมอขนมประเทศไทยมาโยกาอ้อยเต้ารัฐบาลภูมิแต่นั้นไทยกิดดังเรากิดดังกิดบ่สัญญาพระสังฆาไทยนั่งเทียบพระกรามนั่งอ้อยปลาว่าสมัยนั้นมันเต้นเมียนชายาสุภาพชายาไอเตชายาเนี่ยเด็กบุกเกรินจำมาจานังสละรัตเกรินจำมาโสดมาบูนเอาไงหน้าแค่หน้าไอ้อุปเชียนหน้าการอนุสวรรค์การวิจารินจำมาตั้งออกมองสำหรับยัดเตะเรามองผมมาหมังก็เรียนจำมันแต่สมัยยังเมียนสเปอร์ไม่น้อยเมียนเนี่ยบางทีเธอประกราบมันก็น่าคือแช่มือเต้าเคยลงนามเมียนประกราบสัญญาเป็นสัญญาทะลุสองไทยสองซีมนาออดคือลุสองภูมิกิจามเมื่อมาเราแค่ซิมเรียบปัดบ้องเรากรามนาในกลุ่มซิมเอากับพระปอประกราบเป็นนาเป็นในเราโหดตอบเราสับทั้งไงมันเต้นชมไอ้ปูน้ำเงี้ยใหญ่เป็นยอดเลยพอจะมาเนื้อเมียนปัญญาบางกี่ยอดมาเนื้องอนงอนเงี้ยยอดเลยพอเอาอันนั้นทักเกปีลูกครูวิไอ้อ้อยพระมาไว้ตั้งอย่างนั้นยังเธอไม่แย่นะจำเนื้อบอกบางทีนะในใหญ่ปีลูกซ่องเธอจาระกันอะไรมวยเตี้ยซ้ำเลิกเรื่องปีอาไตตะการปีสมัยประปนมอนังใหญ่ปีปบานอาเชียตสตราวโกนปบาทเพ็มพิสานเอารัฐแมกเทะนังลูกเมียนมาให้เจตาอย่างท่อมครุบครองรัฐว่าผลไอ้มันสกอบสกอลเตสันลังเต้าเคยรัฐวิจีนังจบนั่นจังเต้ารุมโลบสิทธิ์มโนคือเต้ากับสำรับได้เปรลปูวิจีบดอ๋อเต้าโยประเทศเกมมาครุบครองไม่ปูไปเชียบรัฐนรัฐวิจีนั่งเมียนสามเมื่อกี้เนี่ยนะการนาบลูสโกเชียไปเรเชียตุ้งล่างนกน้องคมน้องสระไอเป็นสมัยนู้นเมียนตู้ระซับไอ้นาประกาศเยอะสมัยเมียสโกเชียสิตู้เสียสัญญาปรับในไปเชียปรัดลือสโกเชียหนังหายก็รถตกกันสโกเชียหนังเนี่ยได้ขานมันเต้าเมียนมันนึกจากเจเรียมันนึกปิก้าใส่เมียนปฏิปัวใส่จะใส่ใจได้ปวดนั่งอัดเต้าเตะเข้าไปนกม่อมกันล้อไอ้เจงเราต้องออกตกกันสโกเชียนะเต้าไม่ได้จะตีแต่เมียนครึ่งจำบังเมียนดาวเมียนลำเปงธนูสนาไอ้เต้าเชือบน้องได้สระไม่สระนี่จังดังจังปบาอาเชียสตราเลิกเติมมาดองน้าก็จังเลิกเติมนางใจบางวันกิสระนี่อันชมจังเราเลิกมาเติมมาจะบางที่จังก็จะได้กระดาวกระหายตลอดเต้าสระวิ่งยังกุ้ยมันเศร้าเด็กมันลวกบอริโภยังยัยเพียซาเขาไหมเพียซาเรียยาตาบางยัยเพียซาสายแต่ตุ้มก็มันเศร้าซอยห้าก็บ้านไอ้ยังมันสนอว่าเพียซาพอพัฒนาช่องบ้านในเวียมบ้านว่าการกระดาวกระหายอย่างนั้นจังเมียนมหามาตมุชโมเวสกาเปรียมเจียมหามาตทม
ពាក្យថាមហាអាមាត្យគេប្រើសម័យនោះសម័យបច្ចុប្បន្នស្មើនឹងនាយករដ្ឋមន្ត្រីមកវាសកាព្រាហ្មណ៍ក៏ឆ្លាតណាស់ឃើញព្រះបាទអាជាសត្រូវក្តៅក្រហល់ក៏ហើយអញ្ចឹងក៏ចូលទៅក្រាបទូលថាសុំទានក្រាបទូលព្រះអង្គម្ចាស់សូមឲ្យព្រះអង្គធ្វើបฏิឲ្យធ្ងន់សងំឲ្យស្រួលសិនទៅកិច្ចការទាំងអស់ចាំខ្ញុំព្រះអង្គនឹងទៅធ្វើការងារនឹងថ្វាយព្រះអង្គឲ្យសម្រេចដល់បាជាត្រូវលឺវាសកាព្រាហ្មណ៍រាប់ទៅក៏ស្ងប់ទេសងំបើគាត់ស្ងំទៅបាត់អន្ទះសាបើដល់ក្តៅក្រហាយមិនចេះបាត់ទេអញ្ចឹងវាសកាព្រាហ្មណ៍គាត់ធ្វើគាត់ទៅក៏ភីខ្លួនធ្វើជាប្រជាបរតទៅចូលទៅរដ្ឋវិជីហ្នឹងគំនិតក៏ថាមានតែពីរយ៉ាងតែមួយយ៉ាងទៅលួងលោមពួកវិជីបនហ្នឹងឲ្យជឿអីមួយណាម្យ៉ាងទៀតទៅបំបាក់សាមគ្គីគ្នាហ្នឹងបែកបាក់សាមគ្គីអស់ផ្លូវពីរហ្នឹងបានឈ្នះបើដល់ក៏ចូលទៅដល់ទៅក៏ធ្វើយកវិជាប្រយោភាពនិងវិជាបរិទ្ធមានទំនាក់ទំនងសាកសួរសពទុកស្រីអីជួយអីចឹងណាពួករដ្ឋវិជាក៏ស្រឡាញ់រាប់អានចិត្តស្និទ្ធទៅក៏សួរថាអ្នកឯងធ្វើកិច្ចការអីពីមុនមកហ្នឹងបានវាសកាព្រាហ្មណ៍ខ្ញុំធ្វើគ្រូបង្រៀនអញ្ចឹងទៅពួកវិជាបុត្រត្រូវការឲ្យបង្រៀនកូនរបស់ខ្លួនហ្នឹងឲ្យបង្រៀនតែបានគ្រូបង្រៀនហើយនេះក៏ចាប់បំបាក់ពីសិស្សសាលាហ្នឹងឯងមុនដូចជាដូនតាយើងថាឆេះគុំព្រាលរៀលដល់គុំព្រៃអាគុំព្រាលគឺក្មេងអាគុំព្រៃគឺម៉ែឪណាភ្លើងមកឆេះទៅកើតបំបាក់ហ្នឹងមកជោបាយកើតហ្នឹងមានតែមួយម្លងែកឡើងមុននឹងចេញពីសាលាគាត់បោចដៃសិស្សមួយមកកាន់គាត់ចូលមកដល់គាត់សួរថាឪឯងធ្វើស្រែធ្វើចង្ការថាឪខ្ញុំធ្វើស្រែភ្ជួរគោមួយពីរតែភ្ជួរគោពីរប៉ុណ្ណឹងឯងឲ្យទៅវិញគាត់និយាយខ្សឹបអាសាសទៀតអត់លឺតែអាសាសត្រឡប់វិញគ្នាវាសួរទៅលោកគ្រូនិយាយរឿងអីសំខាន់ហ្នឹងប្រាប់រឿងពេជ្រដែលលោកគ្រូសួរថាមានរឿងអីសំខាន់សួរពីភ្ជួរគោមួយគោពីរអានោះអត់ជឿដែរថាបើសិននិយាយចាំពិបាកខ្សឹបមិនថានឹងក៏ហក់អញរឿងអីសំខាន់មកបាត់ចំណុចស្អែកឡើងហៅមួយមកទៀតមកអើសួរថាងាយមិនផ្ទះឯងបានមកហូបអីហូបបាយណាអាកូនសាប់មានអីមានសន្លមកជូររកកូនឲ្យទៅវិញទៅដល់គ្នាវាសួរទៀតហើយទៅតែលោកគ្រូនិយាយអីសម្ងាត់ទៅថាមាននិយាយរឿងអីសួរថាងាយមិនផ្ទះអញបានមកហូបអីហូបបាយណាជឿនរៀបថាបានសន្លមកជូររកកូនអានោះអត់ជឿតែចាំរឿងចាំខ្សឹបរឿងសំខាន់ណាស់ប៉ុន្តែអត់ប្រាប់អញណាអត់ស្មោះត្រង់ប៉ុន្តែអាត្មាលើកដល់ពីររឿងតាមពេលវាមានរឿងច្រើនចាហៅបន្តមកកូនសិស្សមិនទុកចិត្តគ្នាក៏ឆ្លោះគ្នាលេងស្រឡាញ់លេងទុកចិត្តឆ្លោះគ្នាពេញសាលាឆ្លោះឡើងកើតជាបពពួកក្នុងបៃគ្នាឈាមច្រមុះឈាមមកដល់ជាមកទៅផ្ទះតាម៉ែឪឃើញកូនជាមកសួរតែរឿងអីវាយកូនណានេះតាមទៅដល់ផ្ទះទៅរកម៉ែឪទៅឆ្លោះគ្នាអញ្ចឹងណាម៉ែឪណាអាគុំព្រិចណាអញ្ចឹងបែកបាក់សាមគ្គីអស់តែថ្ងៃក្រោយមកស្ដេចទូងភារីស្គរទូងទៀតប្រជាប្រដ្ឋលប៉េះលប៉ោបែកសាមគ្គីនេះអាណាទៅក៏ទៅអាណាមិនទៅក៏បង្ើយកាន់តើសម្រាប់យ៉ាងវាសកាព្រាហ្មណ៍ក៏ទៅសេរីរាជសារមួយទៅថ្វាយអាជាសត្រូវแล้วខ្ញុំព្រះអង្គធ្វើកិច្ចការនោះបានសម្រេចឥឡូវពួកវិជីខ្សាត់ពួកប្រជាប្រដ្ឋក្នុងរដ្ឋវិជីឆ្លោះគ្នាបែកបាក់សាមគ្គីហើយសូមព្រះអង្គលើកទ័ពមកបានសម្រេចអាជាត្រូវលើកទ័ពបំរើដែរក៏អាចឲ្យទូងស្គរទៀតក៏លប៉េះលប៉ោះមានអាណាបង្ើយកន្តើយគ្រប់តែគ្នាក៏រឹបយកបានរំលោភសិទ្ធិមនុស្សយកបានក៏គ្រប់គ្រងរាជហ្នឹងតែហ្នឹងហើយបានជាដូនតាយើងលើកជាកំណាព្យឲ្យយើងរៀនយើងចាំថាសាមគ្គីភេទជាមូលហេតុបើកឲ្យសត្រូវចូលលុករុករៀនអស់ឥតមានផ្លូវទោះធ្វើមកដេចកៅក៏កែពំបានដូចរដ្ឋវិជីមានសាមគ្គីតាំងពីបុរាណវាសការៈមន្ត្រីឆ្លៀនពៀនប្រើល្បិចចូលបានញុះញង់ខ្ទេចខ្ទី
យកបានប្រទេសដែលគេប្រហែសឲ្យបែកសាមគ្គីប្រើខ្សឹបងាយងាយឥតចាយរូបិយថែមទាំងមានល្បីថាឆ្លៀសទៀតផងយើងគឺទៅយកប្រទេសមួយអត់ចាយប្រាក់មកកមរៀលផងល្បីហេតុនេះគួរខ្លាចប្រយ័ត្នកំណាចលោភចូលឆ្លៀតបៀតធ្វើសាមគ្គីឲ្យខូចបងមសៀតខូចឲ្យផ្សារទៀតពុំងាយចិត្តឡើយនេះអូនតាយើងលោករៀបកំណាព្យឲ្យស្ដាប់បានថាធ្វើសាមគ្គីនេះក្នុងបច្ចុប្បន្នកាលៈទេសៈដ៏អាក្រក់ដ៏លំបាកនេះគួរតែខ្មែរយើងរួបរวมគ្នាទាំងអស់ទាំងព្រះសង្ឃទាំងប្រជាពលរដ្ឋទាំងអ្នកអញ្ញាលោកអ្នកអញ្ញាលោកជំទាវបងគួរតែរួបរวมសាមគ្គីគ្នាកុំឲ្យបាក់មេដែកធៀងជាងកាលសត្រូវវាមកញុះញង់ឲ្យយើងឆ្លោះគ្នាបើយើងមិនបានគិតแล้วก็ឆ្លោះគ្នាតែឆ្លោះគ្នាហើយគឺបែកបាក់បែកពួរដល់ពួកបរមីជំនឿតបរអាហ្នឹងក្រមហើយបើយូរឆ្លោះគ្នាឯងនេះរឿងបញ្ហាហ្នឹងវាសំខាន់បំផុតបានត្រូវតែរួបរวมសាមគ្គីទៅបីមានទំនើឲ្យគ្នាកប់ទុកចោលមកកន្លែងសោះเราគិតពីសត្រូវបរទេសចូលមកឆ្លៀនពៀនហ្នឹងទប់ទល់នឹងអាហ្នឹងសានបើឲ្យឈ្នះសាមគ្នាយើងក្នុងផ្ទះឆ្លោះគ្នាក្រោយទៅអាត្មាមិនខត់ទេណាអញ្ចឹងណាបើប៉ុន្តែเราគួរតែស្ងប់សិនបើកុំឲ្យយើងទៅចូលដៃនឹងសត្រូវនោះគេចាក់រុកថានេះនោះក៏ជួយគេណាជួយសត្រូវហ្នឹងអានឹងមានទោសធ្ងន់ណាស់បងចូលដៃសត្រូវសម្រាប់ជាតិឯងសម្រាប់ជាតិយើងបើថាវាស្ងប់សន្តិភាពយើងទៅជែកទៅឆ្លោះគ្នាទៅវាមិនបញ្ហាអីដោយអ្នកដែលគណៈបកដែលដំណើរអំណាចគ្នាគ្រប់គ្រងចាំនេះយើងមានមធ្យោបាយអីនិយាយគ្នាទៅគ្នាយើងទៅផ្សព្វផ្សាយឃោសនាមកឲ្យប្រជាប្រដ្ឋគេជឿយើងបោះឆ្នោតឲ្យយើងបានទៅនោះបាទឡើយត្រូវតែឈប់សិនរួបរวมគ្នានៅបែរមកទៅទប់ទល់នឹងសត្រូវទៅបានយើងមានសង្ឃឹមតែកាលណាយើងបែកបាក់សាមគ្គីគ្នាដូចជាផ្ដល់ជោគជ័យឲ្យទៅសត្រូវអញ្ចឹងឯងនេះអាត្មាសូមជម្រាបលើកម្ល៉េះថាការបែកបាក់នេះជាធំណាស់បងបានអាត្មាផ្ដាំអញ្ញាធោតាំងពីមេភូមិមេឃុំអភិបាលស្រុកចវាយស្រុកឯនៅក្នុងតំបន់មួយសូមឲ្យប្រយ័ត្នពីរឿងសត្រូវមកចាក់រោគអុចអាលឲ្យបែកបាក់គ្នាប្រយ័ត្នយើងមិនបានជាគិតអារឿងនោះធំណាស់ហ្មងបងថារឿងអាត្មាផ្ដាំគ្រប់តែកន្លែងដែលអាត្មាទៅយំណយទៅចែកហ្នឹងបងបាទនេះសំណើមរឿងនីតិមកប៉ុណ្ណឹងបងរឿងរ៉ាវហ្នឹងបងបាទគ្រោះថ្នាក់ធម្មតាការបែកបាក់សាមគ្គីតាមបែបពុទ្ធសាសនាបងមានរឿងក្នុងពុទ្ធសាសនារឿងបបាត់អាជាតិសត្រូវហ្នឹងបងជាតួយ៉ាងហ្នឹងបងប៉ុណ្ណឹងបញ្ចប់ប៉ុណ្ណឹងបងបើបញ្ចប់ប៉ុណ្ណឹងក៏បានសម្ដេចតែគីឡូសម្ដេចអាចរំលឹកអំពីការពីជំរំសាយធូប្រវត្តិការសម្ដេចនៅក្មេងហើយនឹងបច្ចុប្បន្នហ្នឹងមិនដែរសម្ដេចសិតតែបាននៅទស្សនវិជ្ជាទាំងពីរនេះអញ្ចឹងណាជំរំសាយធូហ្នឹងគឺទៅយើងដែលទៅនៅហ្នឹងគឺផ្ដល់ផលប្រយោជន៍ឲ្យសៀមតែទាំងអស់ហ្នឹងឯងហើយមុនដំបូងហ្នឹងដែលមិនទាន់មានអង្គការសហប្រជាជាតិគេមកជួយយើងចូលគេប្រមូលយើងឲ្យនៅជុំនេះគេនិយាយលួងលោមទៅចាំគេរកទីកន្លែងឲ្យនៅយកប្រមូលជុំនេះបានជុំគ្នាច្រើនហ្នឹងគេដឹកឡានហ្នឹងទៅតាមស្រុករៀនជួភ្នំដងរែកទៅចាក់ចោលនៅភ្នំអីក្នុងខ្មោចហ្នឹងស្លាប់អស់ទៅចាក់ចោលនៅចង្រាក់ភ្នំយ៉ែបតោងវើបតោងអីចោលទៅចាស់អីបតោងទៅ100ងាប់អស់ស្ដីពណ៌ធំមិនងាប់អស់នឹងវាសោកនាដកម្មពេលហ្នឹងបងវាដល់ឆ្លងរួចទៅដល់មកក្រោមមកក៏វាអត់ទឹកផឹកទៅផឹកទឹកឃើញថ្លុកឃើញតែពាំងហ្នឹងខ្មែរក៏ហៅមកដាក់មីនជុំវិញទៅចិនអាមីនខ្មែរក៏ហៅមកស្លាប់មកសាទៅទៀតទេនឹងចឹងបាននៅគ្រោះថ្នាក់ធំណាស់ខ្មែរយើងហ្នឹងអាហ្នឹងគ្រាទី1ហើយបានថាសៀមហ្នឹងវាអត់មានមេត្តាអីយ៉ាងមនុស្សធម៌អីយ៉ាងទេគឺចិត្តវាគំនុំមកតាំងពីពូជខាងដើមមកនៅតរៀងមកហ្នឹង
rồi đã khai mò xã phải chia chết bà mà chưa dân cái thì chua đây với ở dân nào nào đây là thế đấy cái chua nó nhiều thay bà màn này rồi xe ta cây trâu sợ xong bây ta đam là xây nó cô chầm nai lụa một bàn phạ mà có nô để sắp bầu để sợ giờ mà lụa giờ sợ xe ta cây bị chia bà rạt về rồi tình mà hộp sợ có ở tay kho có bông nhưng mà chạy nhưng sợ lụa nó không sợ thế nên viên miền phải giỏi chẳng bao សម្រាប់យើងរួចនៅក្នុងតំបន់ដីដែលជួលមួយដូចជាខោវិដាងដូចស្ដីអីហ្នឹងតែប្រជាប្រដ្ឋចេញផុតពីក្រៅជំនុំមកបាញ់អីស្លាប់បាញ់បាក់ដៃបាក់ជើងខ្នោះឲ្យតែចេញក្រៅរបងអត់បានទេនឹងចាំបាននៅក្នុងរបងវាមានអានេះភីខ្លួនចូលលើពីជំនុំជ័យដែរនឹងមានអានេះនាំផ្លូវចូលជាងកាក៏ចូលមិនដល់ជំនុំមកគ្រោះថ្នាក់ងាប់វាបាញ់ងាប់ក្រៅជំនុំបើចូលដល់ហើយមិនអីទេនេះបានថាវាយើងពិនិត្យមើលទៅដែលមិនឃើញមានបានមេត្តាធ្វើតនាពីពួកស៊ីមនេះអត់ទេបងចាសំបញ្ចប់ប៉ុណ្ណឹងយកមកប៉ុណ្ណឹងតែបងយកទៅផ្សព្វផ្សាយជូនញោមញាតិឲ្យស្ដាប់ព្រោះមកមើលតនាមិនគួរក៏កាត់ចោលទៅបងគុណសម្ដេចសម្រាប់គណៈអរប្រគុណមែនទែនសម្ដេចសម្រាប់ការមានអាវ៉ាតទៅកាន់បងប្អូនប្រជាពលរដ្ឋយើងក៏ដូចជាប្រិយមិត្តចក្ខុ podcast ឲ្យកាន់តែមានសាមគ្គីភាពសត្រូវមកពីខាងក្រៅបច្ចុប្បន្ននេះយើងគួរតែរួមគ្នាគួរតែសាមគ្គីគ្នាស្រឡាញ់គ្នាត្រូវតែធ្វើម៉េចដើម្បីយើងខ្លាំងសិនស្រុកនេះកំពុងតែមានបញ្ហាបើយើងឆ្លោះគ្នាទៀតវាអាចជាអន្ទាក់ហ្នឹងបានថាសម្ដែងការបរាជ័យនឹងឲ្យសត្រូវស្រែកឯងចាញ់គេឲ្យស្រែកឯងបងបានរូបរមគ្នាការពារទឹកដីទាំងប្រសង់ទាំងប្រជាប្រដ្ឋឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់បងបើឡូវនេះហើយយើងក៏លេចមើលទៅឃើញថាពុទ្ធបរិស័ទទាំងប្រសង់ទាំងប្រជាពលរដ្ឋទាំងមន្ត្រីរាជការកហបតីអង្គញាយអស់ឃើញដូចជាចាត់បដោតតែមួយតែគឺបរិច្ចាគទ្រព្យសម្បត្តិជួយសង្គ្រោះដល់ជនភៀសខ្លួនផងបើដល់កងទ័ពនៅផងឃើញស្រោះដៃនេះល្អបើនៅតែអញ្ចឹងអាហ្នឹងក៏បានន័យថាការពារទឹកដីយើងបានហើយဆိုបើខ្លាចតែវាមកញុះញង់មិនចាក់រុកឲ្យបែកបាក់នេះទៅខាងមុខមិនដឹងទេបើហ្នឹងត្រូវតែចងចាំដឹងបើរឿងបែកបាក់សាមគ្គីជាសេចក្តីស្លាប់បងចាញ់គេតែមកបងនេះសូមជម្រាបប៉ុណ្ណឹងបងគណៈអញ្ចឹងអរប្រគុណសម្ដេចច្រើនហើយសូមប្រគេនពរសម្ដេចមានសុខភាពល្អដើម្បីបន្តប្រទានអាវ៉ាតដល់បងប្អូនយុវជនជំនាន់ក្រោយនិងពុទ្ធបរិស័ទយើងបន្តទៀតអរប្រគុណមែនទែនសម្ដេចបងសាធុបង